នឹងក្រុមភ្នែកនេះចាយើងមានមហាត់ប្រាណ6ដើម្បីជួយឲ្យយើងអាចធ្វើជារៀងរាល់ថ្ងៃធ្វើមួយក្បាច់ហ្នឹងចំនួន30វិនាទីហើយចំពោះ30វិនាទីហ្នឹងគឺយើងធ្វើ4ដងហៅថា4ជុំអញ្ចឹងមួយក្បាច់30វិនាទីចំនួន4ដងបងប្អូនយល់ណាអញ្ចឹងខ្ញុំបង្ហាញក្បាច់ទី1យើងក្តាប់អញ្ចឹងមកយើងយកអាចអល់ដៃហ្នឹងហើយពីកភ្នែករហូតទៅដល់សៀតផ្កាអញ្ចឹងណាហ្នឹងហើយយើងធ្វើដដែលរហូតយើងផ្ទៀងម៉ោងទៅប្រហែលជា30វិនាទីណាហើយយើងធ្វើ4ដងណាហ្នឹងគេហៅថា4ជុំនេះក្បាច់ទី1ចាហើយចំពោះក្បាច់ទី2គឺនៃដៃយើងបត់ជា4ចេះហើយយើងច្បូតចេះណាគឺគុំកលភ្នែកទៅដែរអូសទៅដល់លើដែរណាហ្នឹងហើយហ្នឹងជួយបន្តឹងអាស្បែកកតុយភ្នែកយើងដើម្បីកុំឲ្យវាជ្រួញពេកអីអញ្ចឹងណាហ្នឹងហើយហើយចូលដល់ក្បាច់ទី3ណាក្បាច់ទី3ម្រាមដៃរបស់យើង3ហ្នឹងម្រាមដៃ3ដៃនាងដៃកណ្ដាលដៃនេះគឺយើងធ្វើរំញោចថាយើងរំញោចតំបន់ផ្ទៃមុខយើងកន្លែងហ្នឹងណាឲ្យវាមានរំញោចចាដូចយើងជាការម៉ាស្សាតិចតិចចឹងហ្នឹងចាហើយចុះបាច់ទី4គឺយើងប្រើទម្ងន់ដៃនិងម្រាមលាងដៃហ្នឹងគឺទម្ងន់វាស្រាលគឺយើងអូសពីទី3គឺយើងអូសពីគុំភ្នែកឡើងទៅរង្វង់ភ្នែកហើយចុះក្រោមទៅជួបគ្នានេះចាហើយគឺថាហេតុអីយើងមិនយកទម្ងន់ម្រាមដៃផ្សេងវារៀងធ្ងន់តិចណាអញ្ចឹងយកម្រាមលាងដៃរៀងស្រាលធម្មតាស្បែកគឺយើងប្រយ័ត្នដែរយើងខ្លាចរវាជ្រុញវាអីចឹងណាក្បាច់ទី5គឺម្រាមដៃយើង2ណាយើងដាក់ចំកុលភ្នែកចូលមកកថែកញែកបន្តិចទាញអូសមកដល់ក្រោយខ្ជិបវាវិញណាហ្នឹងហើយចេះខ្ជិបថែកខ្ជិបទាញដល់ក្រោយចាធ្វើ30នាទីដែរណាចាហ្នឹងហើយអញ្ចឹងបន្ទាប់មកក្បាច់ទី6គឺយើងក្តាប់ដៃទាំងអស់នេះក្តាប់ដៃទាំងអស់ហើយយើងយកនេះតំបន់នេះយើងនិយាយចេះណានិយាយយើងធ្វើអញ្ចឹង30វិនាទីមកអូខេចប់ណាចាហើយបញ្ជាក់ទាំងអស់គ្រប់ចលនាមួយគឺយើងធ្វើ30វិនាទីម្ដងណាអញ្ចឹង30វិនាទីហើយយើងធ្វើគ្រប់6 step ហ្នឹងទៅគឺស្មើនឹងមួយជុំអញ្ចឹងយើងត្រូវធ្វើដែល4ជុំណាអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាស្លាក់ដក់ក្រោមភ្នែកឬក៏ជ្រួញហើយឬក៏អ្នកដែលមានជ្រួញកតុយភ្នែកអីក៏យើងអាចធ្វើចលនាលំហាត់ប្រាណនឹងបានដែរណាធ្វើខ្លួនឯងទៅដឹងលទ្ធផលដែរណាចាហើយនៅពេលដែលយើងម៉ាស្សាហ្នឹងកុំឲ្យវាតឹងស្បែកពេកយើងលាបលេបមុខយើងតិចៗណាដើម្បីឲ្យវាសើមដល់ទៅស្រួលទាំងទាញណាយើងទាញតឹងល្អអញ្ចឹងណាអាហ្នឹងជួយកម្ចាត់ជ្រួញកតុយភ្នែកអ្នកដែលមានបញ្ហាជ្រួញកតុយភ្នែកណានឹងឲ្យសាកបងប្អូនគ្នាណាអរគុណ